nơi đầm đăng xem tàu tiết hai chia bẩn to từនេះសូមបកគូលវិរៈទៅលោកបុត្រាលំអិតពីរឿងសមត្ថកិច្ចខេត្តកំពង់ធំចាប់ខ្លួនជនសង្ស័យ3នាក់ដែលប្រើប្រាស់ប្រាក់ដុល្លារคล้ายៗនៅខេត្តកំពង់ធំបាទសូមជើញបាទសូមអរគុណលោកសខៈទូរទស្សនិកជននគរបាលក្រុងស្ទឹងសែនខេត្តកំពង់ធំលោកចាប់ខ្លួនជនសង្ស័យ3នាក់ពីបទប្រើប្រាស់ប្រាក់ដុល្លារคล้ายៗហើយក្នុងនោះគឺមាននគរបាលក្រុងស្ទឹងសែនសហការជាមួយនឹងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាទចុះស្រាវជ្រាវនឹងបង្ក្រាបឃាត់ខ្លួនបរិសុទ្ធ3នាក់ដែលបានចរាចរប្រាក់ដុល្លារคล้ายៗកាលពីចុងសប្តាហ៍កន្លងទៅហើយនៅមុខចំណុចផ្សារស្ទឹងសែនក្នុងភូមិកំពង់កបៅសង្កាត់កំពង់កបៅក្រុងស្ទឹងសែនខេត្តកំពង់ធំតាមការបញ្ជាក់ឲ្យដឹងពីនគរបាលក្រុងស្ទឹងសែនលោកបានប្រាប់អ្នកសារព័ត៌មានថាសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង3នាក់ខាងលើនេះនៅពេលដែលពួកគេនឹងគឺបានជិះរថយន្តមកគ្រឿងម៉ាកធុនត្រាពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ 2N6912 បាទធ្វើចរាចរប្រើប្រាស់រូបិយប័ណ្ណនិងរូបិយវត្ថុคล้ายៗកាលពីល្ងាចថ្ងៃទី27ខែកុម្ភៈកន្លងទៅនៅត្រង់ចំណុចផ្សារស្ទឹងសែនក្នុងក្រុងស្ទឹងសែនត្មងក្រុងស្ទឹងសែនខេត្តកំពង់ធំត្មងចំណែកឯជនសង្ស័យនោះគាត់បានឆ្លើយសារភាពថាពួកគេពិតជាបានចរាចរប្រាក់ដុល្លារคล้ายៗមែនតែប្រាក់ដុល្លារនេះជាដុល្លារសែនខ្មោចហើយលោកវរៈស្នេហ៍ទូញ៉ែមជុនលីអធិការក្រុងស្ទឹងសែនបានបន្តថាជនសង្ស័យទី1ឈ្មោះពោតមនោរមអាយុ26ឆ្នាំរស់នៅក្នុងភូមិអាចារ្យលក្ខបាទសង្កាត់អាចារ្យលក្ខក្រុងស្ទឹងសែនទី2ឈ្មោះគិនតារាអាយុ29ឆ្នាំរស់នៅភូមិកចាប់សង្កាត់កចាប់ក្រុងស្ទឹងសែនដូចគ្នាទី3ចុងក្រោយនុតលុនអាយុ34ឆ្នាំរស់នៅក្នុងភូមិថ្នល់បៃឃុំតាពាំងរុស័យស្រុកកំពង់ស្វាយខេត្តកំពង់ធំរឹបអូសបានវត្ថុតាំងមួយចំនួនមានដូចជាទូរស័ព្ទដៃអត្តសញ្ញាណប័ណ្ណ3សន្លឹកប្រាក់ដុល្លារពិត$300សហរដ្ឋអាមេរិកប្រាក់ដុល្លារคล้ายៗចំនួន$800អាមេរិកបាទនឹងរថយន្តម៉ាកធុនត្រាមួយគ្រឿងដែលសមត្ថកិច្ចលើកឡើងថាជនសង្ស័យទាំង3នាក់ខាងលើនេះបានកសាងសំណុំរឿងឲ្យបញ្ជូនទៅសាលាដំបងខេត្តកំពង់ធំដើម្បីចាត់ការបន្តទៀតទៅហើយប៉ុន្តែជារឿយៗគឺមានការចាញ់បោកពីសំណាក់អ្នកដែលយកលុយទៅដូរនោះគឺមានប្រាក់ដុល្លារ$20ប្រមាណជា10សន្លឹកនៅក្នុងខេត្តតាកែវក៏មានដែរឥឡូវនៅកំពង់ធំម្ដងទៀតបាទខាងជនសង្ស័យបាននិយាយថាគេធ្វើចរាចរលុយដុល្លារខ្មោចមិនមែនដុល្លារคล้ายៗទេអ្វីដែលមិនមែនជារបស់ពិតអានោះឲ្យហៅคล้ายអានោះមិនបាច់ប្រាប់ថាដុល្លារខ្មោចសែនចិនដិតអីណាណីទេតែយើងទៅចរាចរទិញដូរនៅលើទីផ្សារហើយធ្វើឲ្យគេមានការភ័ន្តច្រឡំអានោះឲ្យគេហៅថាคล้ายវាអត់ខុសអីពីរឿងស្លាកលេខម៉ូតូទេកាលណាយើងធ្វើទម្រង់ដូចស្លាកលេខម៉ូតូហើយយើងទៅកឹបអាកន្លែងសម្រាប់គេកឹបស្លាកលេខម៉ូតូទោះយើងដាក់ស្អីក៏ដោយក៏គេហៅថាស្លាកលេខម៉ូតូคล้ายដែរដូចជាករណីបាត់ដំបងកាលប្រហែលខែមុនមិនចាប់ក្រុមក្មេងស្ទាវមួយក្រុមដាក់អោស្នែមានបងនឹកអូនណាស់អីណាគេគីឡូអីគេអានោះឲ្យคล้ายនគរបាលគាត់បកស្រាយថាអានឹងមិនមែនស្លាកលេខคล้ายទេអានោះឲ្យคล้ายទម្រង់វាដូចហើយយកទៅដាក់អាកន្លែងហ្នឹងវាមានន័យថាម៉េចសំបីតែផ្លាកលេខ press ក៏គេចាត់ទុកថាคล้ายដែរអា press សារព័ត៌មានហ្នឹងតិចទៀតគេនាំនេះចាប់សមត្ថកិច្ចចាប់អាផ្លាកលេខ press ហ្នឹងហើយតែកន្លងទៅក៏ធ្លាប់ចាប់ហើយផ្ដំទីតូដាក់ពន្ធនាគារអ្នកដែលពាក់ស្លាកលេខ press ហ្នឹងនៅខេត្តកំពង់ធំតាមខ្ញុំចាំចំពោះរឿងចរាចរដុល្លារคล้ายហ្នឹងគឺនៅក្នុងមាត្រា600ប្រមាណទេ646នៃក្រមព្រហ្មទណ្ឌឆ្នាំ2009ដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំណាហើយបើមានក្រមចាត់ចែងចាត់តាំងឲ្យត្រឹមត្រូវអានោះកាន់តែធ្ងន់ធ្ងរទៀតអាចពី10ឆ្នាំទៅ20ឆ្នាំបាទហ្នឹងគឺហៅថាការដាក់ឲ្យចរាចរនៅប្រាក់ដុល្លារคล้ายមិនមែនដុល្លាររូបិយវត្ថុរូបិយប័ណ្ណคล้ายលុយជាតិនិងលុយអន្តរជាតិคล้ายជាប់គុកបាទអរគុណឥឡូវខ្ញុំសូមជូនរឿងមួយទៀតពាក់ព័ន្ធទៅនឹងការអភិវឌ្ឍគឺក្រុមអ្នកជំនាញផ្នែកកសិកម្មគេបានជួបជុំគ្នាទាំងខ្មែរយើងទាំងបរទេសនៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្មដើម្បីបង្ហាញអំពីបច្ចេកទេសផ្សេងបង្ហាញអំពីបទពិសោធន៍នានាបើនិយាយសិតតែជាភាសាអង់គ្លេសដោយសារតែមានបរទេសចូលរួមនឹងខ្មែរយើងណាអញ្ចឹងគឺថាក្នុងពិធីនោះគឺអ្វីដែលសំខាន់គឺគេបង្ហាញអំពីធ្វើយ៉ាងម៉េចដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែមានប្រសិទ្ធភាពកាន់ខ្លាំងឡើងចំពោះប្រទេសដែលគេហៅថាវិស័យកសិកម្មនឹងជាស្នូលចែករំលែកនៅបទពិសោធន៍រវាងប្រទេសនិងប្រទេសទៅវិញទៅមកចែករំលែកបទពិសោធន៍រវាងអ្នកដែលរៀមច្បងចំពោះសិស្សនិស្សិតដែលកំពុងតែសិក្សាជំនាញផ្នែកកសិកម្មហ្នឹងហើយអ្វីដែលការសំខាន់នោះទៀតនោះគឺគេផ្ដោតទៅលើការ
ก็ให้ថាគិតគូរអំពីអាហារូបត្ថម្ភពីព្រោះបច្ចុប្បន្នយើងឃើញថាអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់វ័យទាំងអស់នោះមានបញ្ហាកើតឡើងជាពិសេសគឺសម្រាប់កុមារកំពុងតែប្រឈមនឹងខ្វះអាហារូបត្ថម្ភហើយគេចង់ឲ្យចែករំលែកពីចំណុចខ្លាំងចំណុចខ្សោយរបស់អ្នកជំនាញនីមួយៗមកពីបណ្ដាប្រទេសផ្សេងថាតើយើងគួរធ្វើដូចម្ដេចដើម្បីជំរុញឬក៏លើកកម្ពស់អាហារូបត្ថម្ភនេះសម្រាប់មនុស្សហើយធ្វើយ៉ាងម៉េចឲ្យចូលរួមនៅក្នុងការស្រាវជ្រាវបន្តទៅទៀតជំរុញការអភិវឌ្ឍផ្នែកខាងអាហារូបត្ថម្ភនេះជាពិសេសគឺសម្រាប់និស្សិតសិស្សទាំងអស់ដែលបានចូលរួមគឺថាធ្វើយ៉ាងម៉េចឲ្យកាន់តែយល់ដឹងអំពីហើយដល់គុណប្រយោជន៍នៃអាហារូបត្ថម្ភសម្រាប់ជីវិតរបស់យើងហើយជៀសវាងនៅអាហារទាំងឡាយណាដែលមានផលប៉ះពាល់ដល់ជីវិតឬក៏សុខភាពបាទហេតុអីបានជាកសិកម្មនិយាយពីអាហារូបត្ថម្ភពីព្រោះកសិកម្មវាពាក់ព័ន្ធទៅនឹងការប្រើប្រាស់ជីគីមីឬក៏ជីកំប៉ុស្តអញ្ចឹងបើសិនជាកសិផលឬក៏ដំណាំដាំដុះទាំងឡាយទាំងពួងយើងប្រើជីគីមីវាប៉ះពាល់ហើយអាហារូបត្ថម្ភនៅពេលដែលវាចេញជាលទ្ធផលមកនេះឧទាហរណ៍ផ្លែឈើយើងប្រើជីគីមីយើងហូបផ្លែឈើទៅហូបគីមីនឹងឯងមិនហូបផ្លែឈើទេចាវីតាមីនបាត់អស់លីងវាសល់តែជាតិគីមីយើងដាំស្រូវយើងស្ទូងស្រូវយើងប្រើជីគីមីទៅទៀតអញ្ចឹងបាយអង្គដែលយើងយកមកប្រើប្រាស់ដែលយើងយកមកញ៉ាំយើងហូបគីមីទៀតអញ្ចឹងហើយវាពាក់ព័ន្ធនឹងបញ្ហាហ្នឹងបាទអរគុណខ្ញុំសូមជូនភារៈទៅលោកបុត្រាវិញបាទសូមជើញខ្ញុំបាទមកមួយហ្នឹងគឺថ្មីហ្នឹងនៅខេត្តតាកែវសមាគមត្រួតត្រងជនចាស់ជរានិងទូរគតជនដឹកនាំដោយលោកទូចប៉ែតស្គាល់ដូចគ្នាតកូលបាទដែលជាប្រធានសមាគមលោកបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន10គ្រួសារនៅក្នុងស្រុកកោះអណ្ដែតបាទនៅស្រុកត្រាំកក់ខេត្តតាកែវភាគច្រើនពួកគាត់នឹងជាជនចាស់ជរាគ្មានទីពឹងពុំអ្នកអាស្រ័យទេហើយគ្មានកូនចៅនឹងពិការភាពដល់ឡែកលោកយាយមួយរូបចុងក្រោយនោះក៏ត្រូវកូនបដិញ្ញចេញពីផ្ទះដែរឲ្យទៅនៅផ្ទះគេហើយលោកទូចប៉ែតប្រធានសមាគមត្រួតត្រងជនចាស់ជរាលោកបានលើកឡើងថាសមាគមរបស់លោកមានគោលបំណង3សំខាន់ទី1គឺសមាគមជួយមនុស្សចាស់ពុំមានលទ្ធភាពចិញ្ចឹមជីវិតទេហើយទី2ជួយពេលដែលពួកគាត់រស់នៅតែឯងគ្មានកូនចៅនៅជាមួយអាចជួយផ្គត់ផ្គង់ជាអង្គចប្រៃអីផ្សេងហើយពេលគាត់ទទួលមរណភាពអីចឹងទៅអត់មានលុយធ្វើបុណ្យទានហ្នឹងក៏ជួយបូជាបុណ្យសពជាដើមលោកបន្ថែមថានេះជាលើកទី2ហើយដែលលោកចុះទៅខេត្តតាកែវចំពោះទឹកដីខេត្តតាកែវដែលលោកដឹកនាំក្រុមការងារបាននាំយកអំណោយទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋនោះគឺដើម្បីជួយសម្រាលក៏ដូចជាជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋលោកយាយលោកតាទៅតាមចុងកាត់មាត់ញោកទីដាច់ស្រយាលឆ្ងាយនោះដែលកំពុងខ្វះខាតការហូបចុកប្រចាំថ្ងៃនិងចូលរួមជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាយើងដែរដល់ឡែកអាដាមឡៃវណ្ណៈដែលជាអភិបាលខេត្តតាកែវអាដាមបានថ្លែងថាក្នុងនាមថាដឹកនាំខេត្តមួយរូបអាដាមសូមគាំទ្រចំពោះសមាគមដែលខ្នះខ្នែងរកគ្រប់មធ្យោបាយតាមរយៈសប្បុរសជនក្នុងស្រុកនិងក្រៅស្រុកដើម្បីឧបត្ថម្ភជាថវិកានិងគ្រឿងឧបភោគបរិភោគផ្សេងទៀតតាមការគួរជូនទៅដល់បងប្អូនប្រជាពលរដ្ឋក្រីក្រជាក់ស្ដែងហើយលោកប្រធានសមាគមក៏បានអំពាវនាវដែរដល់សប្បុរសជនគ្រប់ទិសទីអាចគួរទៅជួយផ្ដល់ជាគ្រឿងឧបភោគបរិភោគក៏បានជួយទៅដល់លោកយាយលោកតាដែលជាជនពិការឬក៏ប្រជាពលរដ្ឋក្រីក្រតាមរយៈសមាគមក៏បានឬក៏អញ្ជើញទៅផ្ទាល់ជាមួយនឹងសមាគមក៏បានដែរហើយដល់ឡែករូបភាពចុងក្រោយមួយនោះគឺលោកយាយតាមរូបទៅកូនគាត់បងស្រី3នាក់តែអត់ចាំម្ដាយអត់រស់គឺដេញម្ដាយចេញពីផ្ទះហ្មងឲ្យទៅនៅផ្ទះគេបាទអញ្ចឹងទេគឺឥឡូវរាល់ថ្ងៃរស់បានតែអត់សារទៅជាមួយអ្នកជិតខាងទេហើយសុំខ្ទមអ្នកជិតខាងគេប្រក់ឈើពីក្រោមហ្នឹងដើម្បីដាក់ឈើទុកឈើហ្នឹងទៅសុំនៅផ្ទះគេបាទហើយអញ្ចឹងទេគឺលោកយាយមួយរូបនោះក៏នៅតែឯងទៀតតែនៅតែឯងទៅឃើញគាត់ចេះរៀបចំទុកដាក់ឲ្យចានឆ្នាំងគាត់ស្អាតបាត់ដែរបាទនេះនេះខ្ទមនិយាយបាទអញ្ចឹងគឺទៅដល់កន្លែងជាក់ស្ដែងត្មងហើយបងប្អូនសប្បុរសជនផ្សេងចង់អញ្ជើញចូលរួមផ្ទាល់ក៏បានចង់ផ្ញើតាមរយៈសមាគមក៏បានដែរគឺបើកចំហទលាយត្មងគឺដឹកនាំដោយលោកទូចប៉ែតដែលជាប្រធានសមាគមត្រួតត្រងជនចាស់ជរាបាទនៅក្នុងរាជធានីភ្នំពេញដែលមានមូលដ្ឋានបាទអរគុណអរគុណច្រើនលោកបុត្រាឥឡូវនេះខ្ញុំចង់បញ្ជាក់ថាសកម្មភាពនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលសង្គមបានធ្វើទាំងរដ្ឋាភិបាលទាំងការក្បាលក្រហមកម្ពុជាគឺមិនយើងចង់និយាយថាមិនសំដៅតែបុគ្គលណាមួយស្ថាប័នណាមួយជាអ្នកមានតួនាទីភារកិច្ចទេគឺកាលណាយើងចូលរួមទាំងអស់គ្នាគឺយើងពិតជាបាននៅប្រយោជន៍រួមមកវិញហើយកាលណាយើងប្រចាំគ្នាអាហ្នឹងគឺថាវិផលប្រចាំអញ្ចឹងទៅបាទហើយពេលខ្លះគាត់ក៏
បានទទួលអំណោយឬក៏ជំនួយសប្បុរសពីមន្ត្រីរដ្ឋាភិបាលពីអាជ្ញាធរឬក៏ពីកាកបាក់ហមកន្លងទៅដែរហើយអញ្ចឹងកាលណាសប្បុរសជនផ្សេងឃើញអាណិតគាត់ក៏គាត់ឲ្យជាបន្តក៏មិនតមិនខ្វាយដែរមិនតមិនខ្វាយហ្នឹងហើយបាទអរគុណណាស់ឥឡូវសូមអនុញ្ញាតជូនរឿងមួយទៀតពាក់ព័ន្ធទៅនឹងការអភិវឌ្ឍនៅក្នុងមូលដ្ឋានម្សិលមិញនេះគឺផ្លូវមួយខ្សែប៉ុន្តែប្រវែងជិត4000 3700 ម៉ែត្រនៅក្នុងភូមិជ្រៃកោងភូមិថ្មគូលទៅជ្រៃកោងណាក្នុងសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យគឺថាបានចាក់បេតុងរួចរាល់ហើយដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ហ្នឹងឬតំបន់ផ្សេងឆ្លងកាត់គឺថាអាចធ្វើចរាចរណ៍ទៅវិញទៅមកបានយ៉ាងស្រួលយ៉ាងប្រពៃហើយតម្លៃជាទឹកប្រាំងដូចអស់ជាង$30,000 សហរដ្ឋអាមេរិកហើយបានពីសប្បុរសជនជាតិនិងអន្តរជាតិគឺមានលោកអុកញ៉ាស្អីអីណាអេលីកូអេកូបាទហ្នឹងឯងក្រុមឈ្មោះគាត់បរទេសអញ្ចឹងក៏អាហ្នឹងតែប៉ុន្តែសំខាន់គឺថាការចូលរួមចំណែករបស់សប្បុរសជនក្នុងការធ្វើផ្លូវធ្វើអីហ្នឹងវាល្អប្រសើរណាហើយក្នុងឱកាសនោះគឺលោកអភិបាលខណ្ឌពោធិ៍សែនជ័យហែមរិទ្ធបានចាត់ទុកថាការចូលរួមរបស់សប្បុរសជនទាំងជាតិនិងអន្តរជាតិនេះគឺជារឿងមួយប្រពៃសំខាន់ជាទីបំផុតសម្រាប់អភិវឌ្ឍមូលដ្ឋានហើយអញ្ចឹងហើយស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលវិស័យសាធារណៈនិងវិស័យឯកជនត្រូវដើរទន្ទឹមគ្នាមានន័យថាខាងអាជ្ញាធរនិងប្រជាពលរដ្ឋជាបុគ្គលឯកជននឹងគឺថារួមអភិវឌ្ឍគ្នាគឺកាន់តែរីកចម្រើនទៅរីកចម្រើនមករីកចម្រើនទៅផងរីកចម្រើនមកផងអ្វីដែលសំខាន់គឺថាផ្លូវល្អលោកអភិបាលជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទី1ថែទាំផ្លូវហ្នឹងណាកុំឲ្យមានរថយន្តធំនោះវាដឹកអញវាខ្ទេចផ្លូវបាទបេតុងក៏ដោយប៉ុន្តែតែដាក់កុងតឺន័រកុំអីមកអញខ្សាច់ធំខ្ទេចដូចតែគ្នាទី2គឺឲ្យបងប្អូនជួយថែទាំណាទៅសភនភាពដងផ្លូវកុំឲ្យមានសម្រាមអញជះទឹកអីទៅប៉ាតណាប៉ាតណីហើយសំខាន់នោះការធ្វើចរាចរណ៍ឲ្យគោរពនៅបទបញ្ញត្តិចរាចរណ៍និងយោគយល់អធិស្ឋានឲ្យគ្នាទៅវិញទៅមកពីព្រោះផ្លូវស្អាតយើងញ៉ាវវាវភូដល់ពេលយើងផ្លូវត្រូវបត់ឡើងបត់អីចុះយើងអត់មានគ្រប់សិទ្ធិអត្ថភាពគឺអាចនឹងប៉ះពាល់គ្នាអញ្ចឹងអ្វីដែលសំខាន់គឺថាលោកជំរុញឲ្យប៉ុណ្ណឹងហើយជារឿយគឺថានៅក្នុងខណ្ឌហ្នឹងតែងតែមានការគ្រប់គ្រងដោយគេហៅថាក្រុមប្រឹក្សាក្រុមប្រឹក្សាខណ្ឌដែលតែងតែប្រជុំពិនិត្យនិងផ្ដល់យោបល់ជាប្រចាំដល់គណៈអភិបាលខណ្ឌនេះគឺជារូបភាពនៃកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យដែលតែងតែពិនិត្យនៅសកម្មភាពរបស់គណៈអភិបាលខណ្ឌឬក៏មន្ត្រីខណ្ឌទាំងមូលហើយនឹងផ្ដល់យោបល់ត្រឡប់ទៅវិញថាតើគួរធ្វើអ្វីទៀតដើម្បីឲ្យល្អប្រសើរជាប្រចាំអញ្ចឹងបើក្រុមប្រឹក្សាខណ្ឌយើងសហការគ្នាជាមួយនឹងហៅថាអាជ្ញាធរខណ្ឌហ្មងគឺកិច្ចដំណើរការអភិវឌ្ឍវាកាន់តែដើរទៅមុខយ៉ាងរលូនណាបាទអរគុណណាស់ហើយខ្ញុំបញ្ចប់រឿងហ្នឹងហើយចូលដល់រឿងមួយទៀតមុននឹងសម្រាប់ជូនរឿងមួយទៀតគឺសាកលវិទ្យាល័យ BLT នោះប្រកាសក្នុងការប្រឡងគេហៅថាអាហារូបករណ៍ដល់សិស្សថ្នាក់ទី12ដែលបានមានសញ្ញាបត្រថ្នាក់ទី12ហ្នឹងហើយជាពិសេសគឺផ្ដល់អាទិភាពជូនដល់សិស្សក្រីក្រមកពីតាមបណ្ដាខេត្តអាដាមលីឆេងថ្លែងនៅក្នុងគេហៅថាកិច្ចសំណេះសំណាលជាមួយនឹងអាជ្ញាធរដែនដីបងប្អូនប្រជាពលរដ្ឋកាលពីមួយថ្ងៃលោកបានឲ្យដឹងថាសាកលវិទ្យាល័យកំពុងតែរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការផ្ដល់ឱកាសសិក្សាដល់សិស្សនិស្សិតទាំងអស់ជាពិសេសគឺផ្ដល់ឱកាសឲ្យកូនអ្នកក្រីអ្នកក្របានរៀនសូត្រនៅសាកលវិទ្យាល័យ BLT ដោយតាមរយៈការប្រឡងអាហារូបករណ៍ការប្រឡងអាហារូបករណ៍នោះមាន 100% 50% មាន 30% ហើយវិញ្ញាសាដែលត្រូវប្រឡងនោះមានភាសាអង់គ្លេសទូទៅនិយាយរួមភាសាអង់គ្លេសទូទៅហ្មងបាទដើម្បីគេហៅថាខ្លាំងខាងភាសាអង់គ្លេសអញ្ចឹងការប្រឡងជាតិបណ្ដោះហើយបើសិនបងប្អូនបានឮសូមអញ្ជើញតាក់ទងទៅកាន់សាកលវិទ្យាល័យ BLT ចោះបាទហើយនៅក្នុងឱកាសនៃការសម្ដែងសម្ដាលនេះដែរគឺអាដាមលីឆេងលោកបានជំរុញឲ្យមន្ត្រីមូលដ្ឋានដែលលោកចុះទៅសម្ដែងសម្ដាលនៅក្នុងខណ្ឌដង្កោសង្កាត់ស្ពានថ្មនឹងគឺថាជំរុញឲ្យស្គាល់ឲ្យគោរពប្រតិបត្តិនៅទូនីតិភារកិច្ចរបស់ខ្លួននិងប្រព្រឹត្តតែអំពើ
ល្អក៏បីធ្វើជាគំរូដល់មន្ត្រីផ្សេងឬក៏បងប្អូនប្រជាពលរដ្ឋផ្សេងនៅទីទៀតជាពិសេសគឺយុវជនចំនួនក្រោយហើយត្រូវផ្សព្វផ្សាយនៅគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលឲ្យបងប្អូនលោកបានដឹងបានជ្រាបអំពីយុទ្ធសាស្ត្រទៅមុខនិងបច្ចុប្បន្នថាតើរដ្ឋាភិបាលកំពុងតែធ្វើអ្វីហើយនឹងធ្វើអ្វីទៀតនៅពេលខាងមុខជាការអភិវឌ្ឍហើយអ្វីដែលសំខាន់នឹងជំរុញឲ្យអាជ្ញាធរមូលដ្ឋាននឹងដឹងអំពីសុខអំពីទុក្ខរបស់បងប្អូនប្រជាពលរដ្ឋហើយបើសិនជាមានលទ្ធភាពនៅក្នុងការជួយគឺថាជួយភ្លាមទៅឬក៏បើសិនមិនមានលទ្ធភាពទេផ្ដល់ដំណឹងដល់អាជ្ញាធរថ្នាក់លើជាបន្តទៀតដើម្បីជួយបងប្អូនឲ្យបានទាន់ពេលទាន់វេលាហើយជាពិសេសរួមគ្នាទប់ស្កាត់នៅគេហៅថាបទល្មើសផ្សេងឲ្យបានសម្រេចនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាបាទល្អប្រសើរមែនទេអរគុណទូរទស្សនិកជនជាទីគោរពរាប់អានយើងខ្ញុំសូមអនុញ្ញាតសម្រាប់បន្តិចសិនវគ្គក្រោយភ្ជាប់ទូរស័ព្ទទៅភ្នាក់ងាររាយការណ៍តាមបណ្ដាខេត្តមួយចំនួនទៀតបាទ